trong này cứ chia biết lấy cả để dân đặt password đặt face hay nâng đặt fingerprint có đôi chỉ cả scan card phòng này chẳng có bốn dân cho cái đầm bay cho menu hay dân cho vô enter máu hẹp tọt mấy dân đặt password để dân miền sân chẳng password để dân miền mấy cứ mới bị vậy hai bữa tọt mấy cứ dân cho mấy miền menu chẳng cứ dân miền master manager hay là system manager dân vô master manager máu và tọt máu nơiក្នុងនេះគឺយើងយក add manager ចាចុចក្នុងជ្រុងទៅដែរនៅក្នុងនេះគឺមាន add face ចុចលេខ3ដើម្បីចុចក្រុមណាយើងចុចមាន add finger មាន password ហើយនឹងកាតអញ្ចឹងយើងអាចចាប់ដល់ពីកាតមុនគេចំពោះការ add កាតគឺយើងចុចក្នុងជ្រុងដើម្បីយកមកហើយបន្ទាប់មកគឺយើងដាក់កាតហ្នឹងនៅកន្លែងនេះមកលេខ2និងលេខ5មកគឺវាចូលហើយបន្ទាប់មកវា success ហើយអញ្ចឹងយើងចូលទៅលើវិញដើម្បីឡើងទៅលើគឺយើងចុចលេខ2ណាយើងធ្វើការ add password យើងចុចក្នុងជ្រុងអញ្ចឹងយើងដាក់ password ថ្មីដែលយើងចង់បានមកអញ្ចឹងខ្ញុំសម្រេចចិត្តថាដាក់លេខ1 6ដង1 2 3 4 5 6តោះមកយើងចុចក្នុងជ្រុងជាការស្រេចតែយើងត្រូវតែ confirm ម្ដងទៀត1 2 3 4 5 6ក្នុងជ្រុងឥឡូវហ្នឹងគឺវាជោគជ័យហើយបន្ទាប់មកគឺយើងឡើងទៅលើមួយទៀតចំពោះការ add finger អញ្ចឹងយើងចុចក្នុងជ្រុងទៅដែរដើម្បី confirm យើងធ្វើការ scan នៅកន្លែងនេះចំនួន8ដងអញ្ចឹងខ្ញុំធ្វើការ scan 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 ចាគឺវាជោគជ័យហើយនៅពេលដែលថា successful operation ហ្នឹងបន្ទាប់មកយើងឡើងទៅលើវិញទៀតសម្រាប់ការ add face អញ្ចឹងការ add face នេះផងដែរគឺយើងងាយស្រួលមែនតើយើងចុចធំឈូកហ្នឹងផងដែរហើយយើងឈរពីមុខហ្នឹងឲ្យចំកន្លែងកាមេរ៉ានេះចាគឺហើយ success back គឺលឿន back អូ system របស់យើងវិញឲ្យអស់មកចាយើងចុចផ្កាយនេះដើម្បីធ្វើការ back អស់ហើយយើងធ្វើការសាកអញ្ចឹងខ្ញុំនឹងធ្វើការសាក scan មុខមុនគេអញ្ចឹងដល់ពេលដែលចូលមកចាអញ្ចឹងវាថា open the door មិនថាជោគជ័យបន្ទាប់មកខ្ញុំសាកជាមួយនឹងការម្ដងអញ្ចឹងខ្ញុំធ្វើការបិទកាមេរ៉ាដើម្បីកុំឲ្យវា scan មុខខ្ញុំធ្វើការសាកជាមួយនឹងការចាបានដូចគ្នាបន្ទាប់មកខ្ញុំធ្វើការសាកជាមួយនឹង fingerprint របស់ខ្ញុំចាអូខេហើយ